ឧស្សាហកម្មទេសចរណ៍ថៃប្រមានថាការផ្ទុះរដ្ឋប្រហារនឹងបង្កគ្រោះមហន្តរាយធំខណៈមានសញ្ញាថ្មីថារដ្ឋាភិបាលថៃអាចនឹងដួលរលំបណ្ដាក្រុមហ៊ុនប្រតិបត្តិការទេសចរណ៍ថៃកំពុងជំរុញឲ្យរដ្ឋាភិបាលថៃប្រឹងប្រែងធ្វើយ៉ាងណាបញ្ជារដ្ឋប្រហារដោយយោធាឲ្យបានដោយនិយាយថាប្រសិនបើរដ្ឋប្រហារដោយយោធាពិតជាផ្ទុះឡើងដោយពាក្យចចាមបារាមែនវានឹងជះផលឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ចជាតិជាពិសេសវិស័យទេសចរណ៍ថៃដែលកំពុងជួបការលំបាកស្រាប់ទៅហើយពួកគេជឿជាក់ថាបញ្ហានយោបាយគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយប្រជាធិបតេយ្យនេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃសុក្រទី20 ខែមិថុនានេះក្រុមប្រឹក្សាទេសចរណ៍ថៃ TCT បានឲ្យដឹងថាឧស្សាហកម្មទេសចរណ៍ថៃកំពុងទទួលរងផលប៉ះពាល់ពីបញ្ហាប្រឈមជាសកលស្រាប់ទៅហើយដូចជាសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងកើនឡើងកម្ដៅគួរឲ្យបារម្ភនៅតំបន់មជ្ឈិមបូព៌ាការដំឡើងពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនិងការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិនដោយសារតែពួកគេព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយផ្ទុះករណីចាប់ជំរិតតារាចិននៅថៃស្ថានភាពក្នុងឧស្សាហកម្មទេសចរណ៍ថៃកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីបែកធ្លីសារសម្លេងសន្ទនាតាមទូរស័ព្ទរវាងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងរដ្ឋមន្ត្រីថៃលោកស្រីផៃថងឋានស៊ីនវត្ត្រាអំពីបញ្ហាវិវាទព្រំដែនកម្ពុជាថៃការអំពាវនាវរបស់បណ្ដាក្រុមហ៊ុនប្រតិបត្តិការទេសចរណ៍ថៃនេះបានបង្កឲ្យមានការអំពាវនាវឲ្យរៀបចំការបោះឆ្នោតឡើងវិញនិងផ្ទុះនៅពាក្យចចាមបារាមអំពីរដ្ឋប្រហារដែលអាចនឹងកើតមានលោករជ្ជផនភូសវត្តឌីអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃនិយាយថារដ្ឋប្រហារនឹងបំភ័យភ្ញៀវទេសចរបរទេសឲ្យចេញឆ្ងាយពីប្រទេសថៃដោយការពីឆ្នាំ2014ទន្ទឹមនឹងនេះបណ្ដាក្រុមហ៊ុនប្រតិបត្តិការសន្តាគារតូចធំក៏មានការព្រួយបារម្ភដែរចំពោះស្ថានភាពនយោបាយនៅថៃលោកស្រីណារីស៊ូនីតាប្រធានសមាគមសន្តាគារថៃបាននិយាយថាស្ថានភាពដែលមិនមានស្ថិរភាពនេះអាចជះផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្សព្វផ្សាយលើកកម្ពស់ទេសចរណ៍ថៃនៅក្នុងប្រទេសចិនកាលពីខែមុនហើយជាលទ្ធផលវានឹងបំភ័យភ្ញៀវចិនឲ្យចេញឆ្ងាយពីប្រទេសថៃ